ជំរាបសួរពុកផែបងប្អូនទាំងអស់គ្នាបងប្អូនថ្ងៃនេះគឺខ្ញុំមកស្លម្សៅបងប្អូនទាំងអស់គ្នាគឺដោយសារយើងបានថ្នោតមកពីល្ងាចល្អដែរបងប្អូននៅឃើញចង់ស្លម្សៅបងប្អូនមុននឹងចិត្តថ្នោតនេះគឺខ្ញុំបានទៅត្រាំម្សៅត្រាំអីរួចរាល់ហើយបងប្អូនទាំងអស់គ្នាបន្តមកយើងធ្វើការបកសបកថ្នោតយើងបងប្អូនដោយសារថ្នោតយើងនេះវាមានខ្លះវាខ្ចីខ្លះវាចាស់អញ្ចឹងយើងត្រូវការចិត្តមើលវាហើយបងប្អូនណាដើម្បីយើងស្រួលសរេមានបន្លែថែមអីអត់អញ្ចឹងបងប្អូននេះគឺយើងធ្វើការហាន់វាក្បិតយើងយកឲ្យមុតមកបងប្អូនយើងហាន់សម្បកវាចេញបងប្អូនចិត្តក្បាលចិត្តអីវាស្អាតហាន់សម្បកវាយកឲ្យក្បិតហ្នឹងគឺស្រួលមែនតើបងប្អូនវាមុតល្អអញ្ចឹងហើយយើងហាន់ពឹបអញ្ចឹងបងប្អូននេះបន្ទាប់មកគឺយើងបានលទ្ធផលយើងមកគឺយើងធ្វើការយកទឹកយើងដាក់ចូលឆ្នាំងហើយដាក់អំបិលមកចាប់ចូលទៅយើងចិត្តថ្នោតយើងយកទៅត្រាំនៅក្នុងទឹកហ្នឹងដើម្បីឲ្យវាអស់ជ័រហើយនឹងដើម្បីឲ្យពេលដែលយើងច្បាច់ទៅគឺវាទន់បន្លែយើងល្អអញ្ចឹងបងប្អូនហើយនៅពេលដែលយើងចាត់ហ្នឹងបងប្អូនគឺយើងប្រើក្បិតមកពីរបងប្អូនដោយសារតែកាលពីមុនគឺយើងប្រើតែឈូសអញ្ចឹងប៉ុន្តែឥឡូវគឺវាអត់មានអញ្ចឹងយើងប្រើក្បិតមកពីរហ្នឹងទៅសាប់ទៅសាប់មកធ្វើម៉េចឲ្យតាវាអាថ្នោតហ្នឹងគឺវាសាច់វាហ្នឹងគឺរាងស្ដើងអញ្ចឹងបងប្អូនអរគ្នាគឺយើងអាចហូបបានហើយកុំឲ្យវាក្រាស់ពេកបងប្អូនអរគ្នាហើយណាបងប្អូននេះលទ្ធផលដែលយើងចាត់រួចរាល់បងប្អូនយកវាទៅច្របាច់ជាមួយនឹងទឹកអំបិលដែលយើងបានបង់ហ្នឹងច្របាច់វាទៅមកស្រង់ដាក់ជ្រែងមកយើងច្របាច់ពីទឹកទៅដើម្បីឲ្យវាទន់បន្លែហ្នឹងហើយយើងចាប់បានហូបចឹងបងប្អូនអរគ្នាច្របាច់ទៅច្របាច់មកច្របាច់ទៅច្របាច់មកហើយបងប្អូនអរគ្នានេះពេលយើងរួចរាល់ហើយយើងដាក់វាចូលឆ្នាំងយកវាទៅម្ងាស់បងប្អូនយើងយកវាទៅម្ងាស់មុនយើងទៅរកចក្រីរកម្ដេងរកខ្ជាយមកបងប្អូនអរគ្នាយើងហាន់ចក្រីហាន់អីយើងទៅបុកលាយជាមួយនឹងម្សៅបងប្អូនអរគ្នាម្សៅអង្គយើងហ្នឹងបងប្អូនលឿនលេងចាប់បានហូបបងប្អូនហើយមើលទឹកពុះយើងម្ងាស់វាហើយយើងដាក់សាច់ជ្រូកចូលទៅបងប្អូនអរគ្នាបងសាច់ជ្រូកបងអីហើយយើងជ្រុំផុកជ្រុំអីទៅបងប្អូនមានត្រីស្លទៅអែមតែសារតែខ្ញុំអត់មានអញ្ចឹងខ្ញុំប្រើសាច់ជ្រូកនៅក្នុងទូឃើញនៅសល់បន្តិចខ្ញុំក៏ដាក់ទៅនេះយើងកូរវាបងប្អូនអរគ្នាកូរទៅកូរមកមើលតើវាពុះឆ្អិនមកចាំយើងដាក់ម្សៅតាមក្រោយបងប្អូនអរគ្នានេះគឺយើងជ្រុំផុកជ្រុំអីចឹងទៅស្ករប៊ីចេងអំបិលថែមតាមចំណង់ចំណូលចិត្តបងប្អូនហើយនេះយើងដាក់ម្សៅជាក្រោយគេបងប្អូនដើម្បីឲ្យវាមានក្លិនឈ្ងុយអញ្ចឹងបងប្អូនស្លកកូរថ្នោតកុំភ្លេចនោះគឺស្ករថ្នោតយើងបងប្អូនអរគ្នាយើងដាក់ទៅកុំឲ្យវាខាអញ្ចឹងបងប្អូនបងចូលហើយយើងភ្លក់មើលរសជាតិវាមកត្រូវចិត្តផ្អែមសាបអីតាមចំណង់ចំណូលចិត្តគ្រួសារយើងទៅបងប្អូនងាយលឿនឆាប់បានហូបបងប្អូនទាំងអស់គ្នាឃើញទេហូបតំណងមែនតើនេះឆ្អិនហើយបងប្អូនមកហូបបាយជាមួយខ្ញុំទាំងអស់គ្នាកុំភ្លេចតាមដានទស្សនាវីដេអូក្រោយៗទៀតអរគុណច្រើនជំរាបលា